សួស្តីគ្នាយើងទាំងអស់គ្នាថ្ងៃនេះក៏ថាយើងត្រឡប់មកវិញជាមួយនឹងគំនូរចិញ្ចាំងយើងទៀតហើយឬក៏ហៅថាគំនូរដូដលហើយមកថ្ងៃនេះក៏ថាយើងមកកែរូបភាពចាស់ចាស់របស់គេទៀតហើយបងប្អូនគ្នាអញ្ចឹងកន្លែងណាដែលរៀងដិតគេទៅសេលេងហ្នឹងក៏ថាយើងមកកែឲ្យវាចេញជាទម្រង់ចឹងដោយសារថាកន្លែងហ្នឹងក៏យើងត្រូវទៅសេដែរក៏តែវាមានកន្លែងគេសេកវេមកវាមអញ្ចឹងណាហើយនេះមិនមែនត្រឹមកែទេបងប្អូនធ្វើការលុបចោលតែហ្មងហើយសម្រាប់ការលុបនេះក៏ថាខ្ញុំធ្វើការវាយចេញជា style អក្សរអង់គ្លេសចឹងបន្ទាប់ពីធ្វើការវាយអញ្ចឹងហើយខ្ញុំក៏បានទាញជាមួយនឹងដីសចឹងយើងកុំភ្លេចដីសបងប្អូនចឹងសម្រាប់ធ្វើការបដានឬក៏យើងចង់លេងម៉ូដអីគឺថាយើងធ្វើការសេហើយគាត់ថាយើងមិនសូវចេះអាចព្រៀងបានទេបងប្អូនដោយសារថាទឹកដៃវានៅមានកម្រិតវាអត់ច្បាស់អញ្ចឹងណាហើយយើងធ្វើអញ្ចឹងយើងត្រូវការដីសអញ្ចឹងហើយបន្ទាប់ពីធ្វើការវាយជាមួយដីសរួចហើយខ្ញុំក៏បានទាញជាមួយនឹងទឹកថ្នាំពណ៌សរបស់យើងមកហើយយើងធ្វើការវាយបដានលើដីសដែលយើងគូនឹងមកហើយបន្ទាប់មកយើងធ្វើការដាក់ស្រមោលនេះដែរគាត់ថាយើងដាក់ជះពីលើមកក្រោមវិញហើយបន្ទាប់ពីធ្វើការវាយចេញជាអញ្ចឹងហើយខ្ញុំក៏បានធ្វើការលុប2គីឡូនេះចេញហើយបន្ទាប់មកខ្ញុំធ្វើការកែវាទៅជាសារថ្មីហើយបន្ទាប់មកឆ្លៀតដាក់ជាមួយនឹងស្រមោលនឹងឲ្យតែមកទៅហើយបន្ទាប់មកខ្ញុំក៏បានធ្វើការវាយជាមួយនឹងលឹកឈើព្រោះថាគំនូរដូដលបងប្អូនគ្នាអញ្ចឹងខ្ញុំធ្វើការវាយជាមួយនឹងលឹកឈើហ្នឹងគឺប្រភេទជាលឹកឈុករត់បងប្អូនហើយបន្ទាប់មកធ្វើការវាយវល្លិវាយអីមកហើយឈុករត់ឥឡូវមានវល្លិទៀតអញ្ចឹងសំខាន់គំនូរដូដលអញ្ចឹងគាត់ថាវាត្រូវមានវល្លិហើយបងប្អូនអញ្ចឹងបើសិនតែវាអត់មានវល្លិទេគាត់ថាមើលទៅវាអត់សូវស្អាតព្រោះបើថាសិនតែយើងវាយលឹកហើយត្រូវមានវល្លិអញ្ចឹងវាមើលទៅវាដូចជារុក្ខជាតិព័ទ្ធជុំវិញអញ្ចឹងណាយើងមើលទៅអញ្ចឹងក្បាច់មួយនេះខ្ញុំចូលចិត្តគូវាមែនតើដោយសារថាវាជាលក្ខណៈការច្នៃប្រឌិតរបស់ខ្ញុំផ្ទាល់ហើយសម្រាប់ក្បាច់នេះក៏មិនសូវមានអ្នកចូលចិត្តគូដែរបងប្អូនគ្នាក្បាច់មួយនេះដែរគាត់ថាខ្ញុំចូលចិត្តសរសេរក្នុងសភៅមែនតើហើយជាពិសេសលាយជាមួយនឹងអក្សរយើងវាយចេញជាអក្សរគាត់ថាអេមែនតើវាស្រួលគូដោយសារវាអាចចង់ដាក់អីក៏បាននៅក្នុងហ្នឹងដាក់ជាលឹកអីក៏បានដែរចាក្បាច់នេះយើងងាយស្រួលក្នុងការវាយជាមួយនឹង concept ផ្សេងដូចជា conceptកាហ្វេ concept ជាងកាត់សក់ concept អីផ្សេងឡាក់អញ្ចឹងទៅហើយបន្ទាប់ពីធ្វើការគូហើយខ្ញុំក៏បានធ្វើការសម្រាប់មួយសបកខ្ញុំមើលអក្សរវារៀងមើលទៅវាឆ្កងដោយសារទឹកថ្នាំនៅនឹងជាងហ្នឹងវាពណ៌ដូចគ្នាពេកអញ្ចឹងមើលទៅវាអត់ចូលភ្នែកខ្ញុំក៏បានដាក់ជាមួយនឹងទឹកថ្នាំពណ៌សហើយបន្ទាប់មកខ្ញុំធ្វើការខាត់ស្មៅពីក្រោយទេហើយខ្ញុំធ្វើការខាត់ហើយគាត់ថាឃើញខាត់អញ្ចឹងយូរមែនតើបងប្អូនចូលប្រហែលជា10ម៉ោងជាងហើយមួយថ្ងៃហ្នឹងគាត់ថាខ្ញុំគូអត់ឈប់ទេគាត់ថាយើងគូសឹងថាមិនពេលខ្លះបាយអីអត់ចង់ហូបទេបងប្អូនធ្វើការអង្គុយរហូតបើថាបានអង្គុយគូហើយវាជក់បងប្អូនគ្នាអញ្ចឹងយើងធ្វើការបន្ថែមនេះចូលចិត្តគូមែនតើហើយទៅនៅមនុស្សខ្ញុំគឺថាចូលចិត្តគូគំនូរមែនតើឲ្យតែបានគូបងប្អូនគ្នាមិនក៏មិនទៅបងប្អូនសំខាន់ឲ្យតែបានគូហើយម្យ៉ាងទៀតគាត់ថាយើងមកគូឃើញគូអញ្ចឹងបងប្អូនមិនស្រួលទេគឺពិបាកមែនតើព្រោះថាទឹកថ្នាំហើយនឹងជាងហ្នឹងវាបើសិនតែយើងលាយថ្នាំលាយឲ្យត្រូវគាត់ថាគូទៅវាហៀកក្លេកក្លាក់មែនតើបងប្អូនគ្នាចេះយើងធ្វើការសេរីស្រង់វាពិបាកសេរីស្រង់មែនតើអញ្ចឹងម្យ៉ាងទៀតគាត់ថាយើងចូលចិត្តគូក៏ទៅមិនថ្មីទេប៉ុណ្ណឹងបងប្អូនអត់ជាបញ្ហាខ្ញុំធ្វើការធ្វើបន្តវាអាស្រ័យទៅលើយើងតស៊ូផងយើងស្រឡាញ់ផងចឹងហើយយើងស្រឡាញ់បានយើងតស៊ូបានដោយសារតែយើងចូលចិត្តចឹងអត់អីទេប៉ុណ្ណឹងក៏វាមិនបញ្ហាដែរហើយគូនេះគាត់ថាយើងគូយកបទពិសោធន៍ទេបងប្អូនគ្នាហើយយើងគូយកបទពិសោធន៍ដោយសារវាជាលើកដំបូងចឹងណាចឹងខ្ញុំធ្វើការផាត់ស្រមោលដល់បងប្អូនគ្នាចឹងខ្ញុំថតកាត់តិចណាបងប្អូនធានដាក់វែងពេកទេហើយបន្តមកគាត់ថារូបភាពរបស់យើងហើយ 100% ហើយជួយ follow ម្នាក់មួយផងបើសិនជាពេញចិត្ត